ណែបងប្អូនក្មេងតូចនេះបងងបងប្អូនទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាចូលមកដល់ទីតាំងនៃខាងមុខសួនសត្វមុងធីបងប្អូនទាំងអស់គ្នាអាចអង្គុយញ៉ាំអីឬក៏ញ៉ាំភេសជ្ជៈអីផ្សេងដើម្បីឲ្យវាត្រជាក់រាងកាយយ៉ាងសិនអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយអង្គុយនិយាយដើមគ្នាលេងអញ្ចឹងទៅយើងចង់និយាយអីក៏បានដែរស្អែកលើយើងតោះបងប្អូនទាំងអស់គ្នាយើងចូលទៅដល់ទីតាំងនៃសួនសត្វនៅខាងមុខខ្លងទ្វារបងប្អូនទាំងអស់គ្នាយើងដើរចូលទៅដល់នៅខាងមុខហ្នឹងវាពិតជាស្រស់ស្អាតមែនទែនយើងមើលពីចម្ងាយទៅយើងពិតជាមានអារម្មណ៍ថាចង់ចូលក្នុងហ្នឹងមែនទែនខ្ញុំអង្គុយនៅពីមុខខ្ញុំមានអារម្មណ៍ថាអូយរន្ទះរន្ទែងនឹងចង់ទៅចូលមើលសត្វមួយចំនួនហើយសត្វមួយចំនួនដែលស្ថិតនៅក្នុងហ្នឹងដែរបងប្អូនទាំងអស់គ្នាភាគច្រើនខ្ញុំអត់បានស្គាល់ខ្ញុំអត់បានឃើញពីមុនទេវាស្អាតនឹងតែម្ដងចូលមកដល់លើកទី1ឃើញសត្វកូនទៅតែម្ដងខ្ជូតមែនទែនហើយនេះជាការធ្វើដំណើរទៅទៀតឃើញសត្វថាសត្វខ្លាឃ្មុំបងប្អូនអរគ្នាខ្ញុំធ្លាប់តែឃើញសត្វខ្លាឃ្មុំនៅកន្លែងផ្សេងវាឃើញយើងឬក៏វាអីមកវាអត់នៅចិត្តយើងទេប៉ុន្តែខ្លាឃ្មុំមួយនេះចម្លែកមែនទែនពេលនេះវាដើរមកឃើញបងប្អូនអរគ្នាដើរមកវាឃើញយើងដូចម្ចាស់ចឹងហើយដូចវាមកទាអីញ៉ាំអីចឹងមកហូបអីចឹងមកទាយើងហូបឬក៏ទាយើងញ៉ាំអីចឹងហើយខ្ជូតមែនទែនហើយថ្មិញអស់ថ្មិញហើយមានតែថ្មិញយកមួយពីមុខ1 2ហ្នឹងទេហើយស្អាតមែនទែនហើយជួយថែរក្សាសត្វទាំងអស់គ្នាបងប្អូនអរគ្នាខ្ញុំឃើញសត្វនោះគួរដូចខ្លាញ់មែនទែនតែម្ដងចឹងបងប្អូនអរគ្នានឹងធ្វើដំណើរជាមួយខ្ញុំបន្តទៀតដើម្បីមើលទៅសត្វមួយចំនួនទៀតនេះជាសត្វមន់តូនេះផងដែរបងប្អូនអរគ្នាភាគច្រើនអ៊ំពូមីងគាត់ចិញ្ចឹមសត្វនៅកន្លែងហ្នឹងភាគច្រើនគាត់ប្រឡែងចោលចឹងទៅហើយជាការដាំដំណាំនៅក្នុងសួនសត្វហ្នឹងផងដែរមានដំណាំក្រូចដំណាំទៀបដំណាំដូងច្រើនទៀតដែលស្ថិតនៅក្នុងហ្នឹងហើយជាការបង្ហាញសត្វផ្សេងទៀតបងប្អូនអរគ្នានេះជាសត្វអីខ្ញុំមើលមិនឃើញទេនេះខ្ញុំចូលទៅដល់កន្លែងហ្នឹងដែរប៉ុន្តែមើលមិនសូវឃើញបងប្អូនអរគ្នាអញ្ចឹងខ្ញុំនឹងបន្តដំណើរទៅមុខទៀតនេះជាសត្វដល់សត្វប្រគួយយក្សរបស់យើងបងប្អូនអរគ្នាប្រគួយធំមែនទែនប្រគួយប្រព័ន្ធប្រហែលជាប្រព័ន្ធកផ្លូវយើងប្រព័ន្ធកផ្លូវមនុស្សធំមែនទែនយើងឃើញក្នុងហ្នឹងរៀងទូចទេហើយជាការធ្វើដំណើរទៅបន្តទៀតឃើញសត្វបន្តទៀតចឹងបងប្អូនចូលរួមទស្សនាដូចតទៅនិស័យនៅតែជានិស័យឃើញម្ដងទៀតគឺខ្លាឃ្មុំឃើញខ្ជូតតែម្ដងឃើញមកវាហក់យើងបើថាឲ្យអោបយើងវាអោបតែម្ដងបងប្អូនអរគ្នាវាចង់តែមកហក់អោបយើងនឹងឲ្យស្លូតមែនទែនតែម្ដងយើងឃើញទៅគួរឲ្យខ្នាញ់នឹងហើយនេះជាចំណីដែលយើងគួរឲ្យដាក់ឲ្យស៊ីឬក៏ជាចំណីផ្សេងដែលស្ថិតនៅក្នុងហ្នឹងបងគាត់ដាក់ខ្វែងឬក៏ហាមគាត់អីផ្សេងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយចុងដល់កន្លែងនេះឃើញឆ្កែឬក៏ឆ្កែព្រៃឬក៏ឆ្កែអីទេបងប្អូនអរគ្នាស្អាតមែនទែនហើយធំមែនទែនឃើញថតចឹងតូចទេប៉ុន្តែដល់កន្លែងធំណាស់ហើយមកដល់កន្លែងនេះដែរឃើញថាកង្កោបពេលដែលវាបើកស្លាបវាស្អាតខ្ញុំចូលចិត្តមែនទែនស្អាតមែនទែនប៉ុន្តែវារៀងបាក់ស្លាបបន្តិចដែរប្រហែលជាវាចាស់ចឹងណាអ្នកទាំងអស់គ្នាហើយចូលមកដល់កន្លែងនេះដែរយើងនឹងឃើញតូចមួយគួរឲ្យខ្នាញ់មែនទែនកាច់រៀងនេះណាវាឃើញហើយញ៉ាំហើយឌឺតែម្ដងឌឺតែម្ដងហើយចូលដល់នេះយើងនឹងឃើញសត្វឆ្លុះបងប្អូនអរគ្នាប៉ុន្តែវានៅទៅដេកនៅលើវាមិនដល់យើងថតទេវាច្រើនវាអត់ងើយចុះមកទេនេះកាមេរ៉ាមែនក៏ខំស៊ូមទៅដល់ហ្នឹងទៀតនៅឆ្ងាយមែនទែនហើយចឹងបងប្អូនអរគ្នាអាចចូលរួមមកទស្សនានៃសួនសត្វមុងធីទាំងអស់គ្នាហើយនេះជាបរិវេណនៅខាងក្នុងនឹងផងដែរមានដើមឈើភាគច្រើនមានដើមដូងគាត់ដើមដូងនេះដើមដូងព័ទ្ធជុំវិញនឹងតែម្ដងហើយទៅជាក់ស្រួលមែនទែនឃើញមានដើមដូងជាច្រើនដើមហើយឃើញផ្លែដូងឃើញអីចឹងណាបងប្អូនអរគ្នាវាជាក់មែនទែនហើយបរិវេណនៅជុំវិញនឹងមានទឹកមានអីចឹងទៅហើយសត្វដែលស្ថិតនៅជុំវិញនឹងវាស្អាតមែនទែនហើយខ្ញុំចូលចិត្តធម្មជាតិទីមួយខ្ញុំចូលចិត្តធម្មជាតិចូលចិត្តសត្វចូលចិត្តអីខ្លាំងមែនទែនខ្ញុំចូលចិត្តណាស់អញ្ចឹងនេះជាការធ្វើដំណើរបន្តទៅទៀតដើម្បីឲ្យបងប្អូនទស្សនានៃសត្វបន្តទៀតប្រគួយកន្លែងនេះបងប្អូនអរគ្នាប្រគួយធំមែនទែនតែម្ដងប្រគួយធំជាងអាកន្លែងខ្ញុំឃើញនៅទី1នោះទៀតហើយនេះជាសត្វក្អែក
ដែលខ្ញុំធ្លាប់ឃើញពីចម្ងាយឥឡូវខ្ញុំឃើញនៅជិតប្រហែលជា2ម៉ែត្រទេបងប្អូនអរគ្នាស្អាតមែនទែនសត្វក្អែកនេះខ្មៅរលើបតែម្ដងហើយចូលមកដល់កន្លែងនេះគេហៅថាសត្វគេបងប្អូនអរគ្នាដឹងអត់សត្វអីគេចឹងសត្វនេះផងដែរគឺជាសត្វកម្ពមាបងប្អូនអរគ្នាចាស់មែនទែននេះឃើញឡើងជ្រុះអាសម្រាប់បាញ់វារោមមកវាហ្នឹងបងប្អូនអរគ្នាជ្រុះអស់លិញឡើងយូរគ្នាដល់អាយុប៉ុន្មានហើយឡើងឃើញឡើងចាស់តែម្ដងហើយដែលនៅជុំវិញនៅពីក្រោយនោះដូចអត់ទៅឃើញរបៀបថាអត់ចាស់ទេវានៅជាប់គ្នាចឹងណាហើយដល់កន្លែងនេះពងរូងនេះខ្ញុំចូលមកដល់កន្លែងនេះខ្ញុំក៏អត់បានឃើញទេនឹងវាទៅដល់ណាបាត់អញ្ចឹងទេហើយបងប្អូនអរគ្នានឹងមកដល់កន្លែងទីតាំងនៃសួនសត្វនឹងផងដែរឃើញសត្វមួយចំនួនច្រើនទៀតដែលស្ថិតនៅក្នុងនឹងដែលខ្ញុំបានបង្ហាញអត់ទាន់អស់អញ្ចឹងណាសូមអរគុណសូមជម្រាបលាបងប្អូនអរគ្នា